ជាតិនេះក៏នឹងបានដោយពិតប៉ុន្តែមិនដូច្នោះគួរអាត្មាអញប្រាថ្នាឲ្យបានបរមាភិសម្ពោធញ្ញាណដូចជាព្រះពុទ្ធព្រះនាមទីបង្កអង្គនេះហើយនឹងបើកមហានិវាគឺប្រធរចម្លងមហាជនឲ្យផុតចាកសាគរគឺសង្សារហើយសឹមបរិនិព្វានដោយខ្លួនឯងនៅក្នុងកាលជាខាងក្រោយបំណងនេះទើបជាកិច្ចដ៏សមគួរដល់អាត្មាអញក្នុងវេលាដែលសុមេធៈរបស់ធ្វើនៅអភិនិហាការកសាងដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធនោះលោកប្រកបដោយធម្មសមោធាន8ប្រការគឺ 1. មនុស្សសត្វតាំងភាពជាមនុស្ស 2. លង្កៈសម្បត្តិដល់ព្រមដោយភេទគឺភេទបុរស 3. ហេតុប្រកបដោយហេតុគឺមានឧបនិស្ស័យគួរនឹងបានសម្រេចអរហត្តផល 4. សត្ថាវទស្សនំបានជួបនឹងព្រះសាស្តាគឺព្រះសម្មាសម្ពុទ្ធ 5. បព្វជិបានបួសក្នុងព្រះពុទ្ធសាសនាឬបួសជាតបោះខាងក្រៅព្រះពុទ្ធសាសនា 6. គុណសម្បត្តិដល់ព្រមដោយគុណធម៌មានឈានជាដើម 7. អធិការោប្រកបដោយអធិការគឺមានសេចក្តីកសាងដ៏ខ្ពង់ខ្ពស់មានជីវិតបរិច្ចាគជាដើម 8. ឆន្ទតាមានសេចក្តីពេញចិត្តប្រាថ្នានៅពោធិញ្ញាណចំណែកខាងព្រះបរមសាស្តាទ្រង់ព្រះនាមទីបង្កកាលបើស្ដេចយាងផុតអំពីភពនោះហើយទ្រង់ព្យាករក្នុងកណ្ដាលបរិស័ទថាអ្នកទាំងឡាយចូលមើលតបោះដែលកំពុងដេកលើភពនេះមានតបៈដ៏ខ្ពង់ខ្ពស់ចំណេជាកាលតទៅអនាគតរាប់ពីត្រឹមផុតកັບនេះទៅ4អសង្ខ័យនឹង100,000កັບទៀតតបោះនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គព្រះនាមគូដំនគរជាលំនៅរបស់ព្រះពុទ្ធនោះឈ្មោះកបិលភ័ស្ត្រព្រះមាតាព្រះនាមមហាមយាទេវីព្រះបិតាព្រះនាមសុទ្ធោទនៈមានភិក្ខុឈ្មោះឧបទេសៈសារីបុត្រជាអគ្គសាវកភិក្ខុឈ្មោះកលិតៈមោគលានជាទុតិយសាវកភិក្ខុឈ្មោះអនន្តជាពុទ្ធោបថាភិក្ខុនៃឈ្មោះខេមាជាអគ្គសាវិកាភិក្ខុនៃឈ្មោះអបុលវណ្ណាជាទុតិយសាវិកាវេលាមានព្រះញាណចាស់ខ្លានឹងចេញត្រង់ព្រះភ្នោះធ្វើទុក្ករកិរិយាអស់6ព្រះវស្សាបានទទួលមធុបាយៈទៀបគល់និក្រូធព្រឹកយកទៅសោយត្រង់ឆ្នេរស្ទឹងនេរញ្ជរាលុះដល់សាយន្តហសម័យនឹងឡើងកាន់ពោធិមណ្ឌលឋានហើយនឹងបានត្រាស់ជាព្រះពុទ្ធទៀបគល់នៃអសត្តព្រឹកដើមពោសុមេធៈបណ្ឌិតកាលបើបានស្ដាប់ពាក្យព្យាករអំពីសំណាក់នៃព្រះទសពលព្រះនាមទីបង្កហើយក៏ធ្វើសេចក្តីសន្និដ្ឋានថាអាត្មាអញមុខជានឹងបានត្រាស់ជាព្រះពុទ្ធដោយពិតហើយពិចារណាស្ទាបស្ទង់រកពុទ្ធការកធរថាធរដែលធ្វើឲ្យបុគ្គលបានត្រាស់ជាព្រះពុទ្ធនោះមាននៅក្នុងទីណាស្ថិតនៅខាងលើ